ជំរាបសួរបងប្អូននេះជាវីដេអូទី2ទាក់ទងទៅនឹងការបង្ហាញពីទីតាំងនៃការស្វែងរកសាលារបស់ខាងយើងខ្ញុំចឹងដោយបងប្អូនបានឃើញមិញនេះគឺបាទផ្លូវខ្លងទ្វារផ្សារជុំមាសគឺយើងជិះទៅត្រង់បាទទៅមុខរហូតមកបាទយើងនឹងដល់ភ្លើងស្តុបមួយតែភ្លើងស្តុបនោះវាមានភ្លើងបែកជា4បាទនៅស្តុបដៃហ្នឹងទៅចំការព្រីងវត្តសំរងអំណាចរីឯផ្លូវឆ្វេងដៃហ្នឹងគឺទៅវត្តក្រាំងក្នុងយើងទៅដល់ភ្លើងស្តុបនេះគឺយើងនឹងបត់ទៅឆ្វេងដៃបាទតែឥឡូវយើងទៅដំណើរទៅថតទៅមកបាទទៅបត់ឆ្វេងនេះគឺជាផ្លូវបាទឆ្ពោះទៅត្រង់បាទទៅដល់បាទរបងវត្តក្រាំងក្នុងបាទអញ្ចឹងយើងបន្តដំណើរជិះទៅត្រង់បាទបន្តទៅមុខទៀតមកបាទចុះឥឡូវអ្នកនរគ្នាបានមកដល់បាទវត្តក្រាំងក្នុងហ្នឹងហើយអញ្ចឹងលើផ្លូវធំនេះគឺគាត់ថាអ្នកនរគ្នាបាទបត់បាទឆ្វេងដៃតាមបាទផ្លូវធំនេះមកបាទចម្ងាយប្រហែលត្រឹមតែ100ម៉ែត្រគឺអ្នកនរគ្នានឹងទៅដល់បាទផ្ទះល្វែងបាទបាទប្រហែលជា3 4ជុំនៅជាប់គ្នាហ្នឹងនៅខាងឆ្វេងដៃរីឯបាទខាងសាលារបស់យើងហ្នឹងគឺនៅខាងស្ដាំដៃបាទចុះឥឡូវយើងបាទបានមកដល់ទីតាំងខាងសាលារបស់យើងខ្ញុំហើយដែលខាងសាលារបស់យើងខ្ញុំនេះគឺនៅបាទគេនៅផ្លូវធំហ្នឹងបាទយើងជិះចូលតាមផ្លូវបេតុងប្រហែលជា5ម៉ែត្រមកបាទយើងងាកបាទឆ្វេងដៃមកគឺបាទយើងនឹងឃើញបាទទីតាំងខាងសាលារបស់យើងខ្ញុំហើយបាទអរគុណច្រើនអ្នកនរគ្នាដែលបានតាមដានវីដេអូនេះតាមដល់ចប់